នៅពេលមកដល់ក្រុងភ្នំពេញនៅខែមេសាឆ្នាំ1975ក៏ស្លុតសមិនរវីរវល់សួរនាំរកបងប្អូនដែលធ្លាប់ចិញ្ចឹមបីបាច់និងបណ្ដោះបណ្ដាលឲ្យខ្លួនបានរៀនសូត្រដូចដែរជំរាបថាពលពតកើតនៅឆ្នាំឆ្លូវគឺឆ្នាំគោថ្ងៃទី25ខែមករាឆ្នាំ1925